ចេះពីរៀនមានពីរកនេះគឺជាដំណើរការបើកកញ្ចប់វិញ្ញាសានេះគឺមកវិទ្យាជាតែយើងប្រកបទៅបន្តគេយើងមើលដល់ទៅក្នុងវិញ្ញាសាគឺអត់មានទីណាដល់ទេថាយើងបាត់ចិត្តដែលមានតាណាចឹងវាជាវិញ្ញាសាគឺអត់មានទីណាតែមួយទេចឹងថាយើងកាត់ដើម្បីចែកកិច្ចការដើម្បីធ្វើការងារបន្តទៀតណាបាទចឹងអរគុណហើយសូមស្វាគមន៍លេខការសិក្សាសិស្សដាក់មកថ្ងៃអង្គារ8រោចខែបឋមសាទឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនៅថ្ងៃទី7ខែកក្កដាឆ្នាំ2026ចំពោះដំណើរការនៃការប្រឡងសញ្ញាបត្របឋមភូមិក្នុងឆ្នាំនេះបានប្រព្រឹត្តទៅរយៈពេល2ថ្ងៃចាប់ពីថ្ងៃទី6ដល់ថ្ងៃទី7ខែកក្កដាឆ្នាំ2026នៅមណ្ឌលសាលារៀនអនុវិទ្យាល័យអនុវត្តក្រុងតាខ្មៅបានប្រព្រឹត្តទៅយ៉ាងរលូននិងជោគជ័យក្រោមការដឹកនាំនិងរៀបចំយ៉ាងយកចិត្តទុកដាក់ពីសំណាក់លោកនាយកសាលាព្រមទាំងលោកគ្រូអ្នកគ្រូនិងបុគ្គលិកសិក្សាទាំងអស់ការប្រឡងនេះដែរបានរៀបចំធ្វើឡើងស្របតាមគោលការណ៍ណែនាំនិងបទបញ្ជាផ្ទៃក្នុងយ៉ាងម៉ឺងម៉ាត់របស់ក្រសួងអប់រំយុវជននិងកីឡាដើម្បីធានាឲ្យបាននូវតម្លាភាពយុត្តិធម៌និងផ្ដល់នូវលទ្ធផលមួយដែលអាចយកជាការបានពោលគឺអ្នកចេះគឺជាប់តាមស្ថិតិបន្ទប់និងបេក្ខជនសាលារៀនអនុវិទ្យាល័យអនុវត្តបានរៀបចំនៅអនុរិយត្រូវបានបែងចែកតាមបទដ្ឋានដើម្បីត្រួតពិនិត្យនិងរក្សាសណ្ដាប់ធ្នាប់តាមបន្ទប់នីមួយៗឲ្យមានប្រសិទ្ធភាពគួរបញ្ជាក់ផងដែរថាបងប្អូនសិស្សានុសិស្សប្រឡងក្នុង2ថ្ងៃដោយមានវិញ្ញាសារួមមានដូចជាភាសាខ្មែរគណិតវិទ្យារូបវិទ្យាគីមីវិទ្យាផែនដីវិទ្យាជីវវិទ្យាប្រវត្តិវិទ្យាភូមិវិទ្យាសីលធម៌ពលរដ្ឋនិងភាសាបរទេសចំពោះដំណើរការនៃការប្រឡងរយៈពេល2ថ្ងៃនេះបេក្ខជនទាំងអស់បានគោរពនៅបទបញ្ជាផ្ទៃក្នុងយ៉ាងល្អប្រសើរពោលគឺមិនមានបាតុភូតមិនប្រក្រតីណាមួយលេចឡើងដោយជាការធ្លីបែបវិញ្ញាសាឡើយគណៈកម្មការព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចបានសហការគ្នារក្សានូវសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់ទាំងក្នុងនិងក្រៅមណ្ឌលបានយ៉ាងល្អប្រសើរជាលទ្ធផលវិញ្ញាសាដែលបានដាក់ចេញគឺស្ថិតនៅក្នុងកម្រិតស្តង់ដារមួយនៃកម្មវិធីសិក្សាដែលអនុញ្ញាតឲ្យបេក្ខជនដែលបានខិតខំប្រឹងប្រែងអាចបំពេញបានយ៉ាងល្អកិច្ចការងារនេះបន្តគឺប្រមូលសិលឹកកិច្ចការដើម្បីរៀបចំពិនិត្យនិងកែដាក់បន្ទុកដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុតជាចុងបញ្ចប់គណៈគ្រប់គ្រងនៃសាលារៀនសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកគ្រូអ្នកគ្រូអនុរិយនិងបុគ្គលិកសិក្សាទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចក៏ដូចជាជូនពរដល់ក្មួយៗសិស្សានុសិស្សទាំងអស់ឲ្យទទួលបាននូវលទ្ធផលជោគជ័យជាទីគាប់ចិត្តសូមអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយទៀត